ពីមុនតែសារតែខ្ញុំរកខោអាវត្រូវចិត្តមិនទាន់ឃើញតែពេលនេះខ្ញុំរកឃើញវាហើយនៅចិត្តបង្ហើយតែខ្ញុំបែរជាមិនហ៊ានឈោងចាប់ពាក់ប៊ីនឹងត្រូវអ្នកដតីយកពាក់ជំនួសបាត់គេសម្លឹងមើលមុខខ្ញុំដោយកែវភ្នែកចង់បង្ហាញពីអារម្មណ៍សោកស្ដាយរបស់គេមកកាន់ខ្ញុំងាកមុខជីងទៅសម្លឹងស្រមោលព្រះអាទិត្យលើផ្ទៃទឹកបន្លប់ភាពអៀតខ្មាស់ទៅវិញរួចបទចម្រៀងយើងជាអ្វីនឹងគ្នារបស់វីក៏បន្លឺឡើងល្មមចង់សួរថាតើរាល់ថ្ងៃសិតបែបនេះយើងជាអ្វីនឹងគ្នាមកកាន់ដៃបរមពីស្រីយើងជាអ្វីនឹងគ្នាមិនហ៊ានសង្ឃឹមខ្ពស់ពេកខ្លាចបេះដូងត្រូវគំព្រាតែចិត្តទីមទាតាមសួររកចម្លើយប្រាប់បានទេពេលប្រងើយកន្តើយយើងជាអ្វីនឹងគ្នាមិនហ៊ានសង្ឃឹមខ្ពស់ខ្លាចបេះដូងគំព្រាតែចិត្តទីមទាតាមសួររកចម្លើយប្រាប់បានទេពេលប្រងើយកន្តើយយើងជាអ្វីនឹងគ្នាដូចលើសពីមិត្តតែយើងត្រូវជាអ្វីនឹងគ្នាកុំឲ្យអូនយល់ច្រឡំកាយវិការពាក្យសន្យាយើងជាអ្វីនឹងគ្នាជួយប្រាប់ផងគ្រាន់តែបទចម្រៀងភ្លាមគេក៏ងាកមកសួរខ្ញុំផ្លែតឥឡូវចង់ឲ្យខ្ញុំជាអ្វីសម្រាប់ម្លែងឯងខ្ញុំអង្គុយអៀនឡើងរឹងខ្លួនទៅហើយគេនៅមានមុខមកសួរទៀតយ៉ាប់ណាស់ប្រុសម្នាក់នេះឃើញខ្ញុំអៀនអញ្ចឹងគេក៏រៀបរាប់ជម្រៅជាច្រើនសម្រាប់ខ្ញុំពាក្យ best friend ជាអ្នកចិត្តខាងជាអ្នកលួងលោមជាអ្នកយល់ចិត្តជា friendship ឬចង់បានខ្ញុំជាសង្សារក្រែងអ្នកប្រាប់ខ្ញុំថាជា best friend នឹងគ្នាល្អហើយមិនអីចឹងមកសួរនាំស្អីទៀតខ្ញុំរមែងឃ្លាតែគេធ្លាប់និយាយលើកមុនឃើញមានចេតនាបញ្ឈឺគេតែម្ដងជា best friend មានអីទៀតបើស្រឡាញ់គ្នាបាត់នឹងហើយគេតបតមកវិញទាំងសើចហួចចិត្តនឹងទំនាក់ទំនងមួយនេះខ្ញុំអៀនឡើងលើដើមតែគេប្រឹងលេងច្រឹកទៅគេវិញអ្នកណាស្រឡាញ់យើងខ្ញុំមិនទាន់បាននិយាយអីផងខ្ញុំមានថាម្លែងឯងណាឆាប់មានខ្លួនម៉េះមានខ្លួនអញ្ចឹងតិចស្រឡាញ់អាឆេងមែនទៅគេនៅតែរក្សាស្នាមញញឹមឌឺដងរបស់គេដដែលទាំងមុខខ្ញុំចាប់ដើមក្រហមព្រឿងមិនដឹងថាមកពីចាំងពន្លឺព្រះអាទិត្យចិត្តលិចឬក៏មកពីការអៀនរបស់ខ្ញុំឲ្យពិតប្រាកដផ្លាច់សំឡេងដៃខ្ញុំនឹងគិតជាមួយសាច់គេគ្រឹះពេកខ្ញុំប្រដៅគេអស់ពី3ដៃលេងទៅតែគេគ្មានឈឺអីទេណាស់តែខ្ញុំតើវាយគេឡើងឈឺដៃខ្លួនឯងហើយនិយាយទៅតាំងពីដើមមកដល់ពេលនេះអត់មានគេរអ៊ូឈឺរឿងរបួសពេលវាយគ្នាមុននឹងបន្តិចសោះអញ្ចឹងមិនបាច់ឆ្ងល់ថាពី3ដៃរបស់ខ្ញុំមុននឹងមិនបានជាគេអត់ស្គៀបសាច់គេសោះព្រោះគេបានទៅហើយរឿងវាយគ្នានឹងគ្រាន់បានណាស់បាយគ្នាជាមួយនឹងម្នាក់ស្រីរីថ្នាក់ទី10អឺនៅបានហ៊ានមកសុំស្រឡាញ់ best friend ខ្លួនឯងចឹងវាគេហើយមិនអស់ចិត្តក៏ជជិកសួររឿងគេវិញម្ដងជាប់គ្នាតាំងពីថ្ងៃខ្ញុំត្រូវគេទុកចោលហ្នឹងមុខឡើងបែកអស់ហើយនៅសំដីលុយទៀតលោកបងឆេងបែកគ្នាព្រោះតែខ្ញុំមែនខ្ញុំសួរបញ្ជាក់គេដោយមានអារម្មណ៍ខុសពីជាមួយសិស្សស្រីម្នាក់នឹងតិចមិនមែនទេគេឆ្លើយឡើងធូរដូចផោមតែខ្ញុំនៅតែមិនអស់ចិត្តក៏សួរគេបន្ថែមអញ្ចឹងមកពីអី
មកពីខ្ញុំដឹងខ្លួនឯងច្បាស់ហើយថាទូក្នុងស្ថានភាពបែបណាខ្ញុំអាចបាត់បង់ម្លែងឯងបានគ្រប់ពេលដែលគ្រាន់តែជាលក្ខណៈខុសគ្នាប៉ុណ្ណោះគេនិយាយឡើងដោយសំឡេងស្រទន់ខ្ញុំសម្លឹងមុខគេដោយអារម្មណ៍ជ្រួលច្រារួចគេក៏ចាប់ដៃខ្ញុំហើយនិយាយបន្តពីមុនខ្ញុំអាចនឹងអាត្មានិយមដែលមិនហ៊ានស្រឡាញ់បែបហ្វ្រេនខ្លួនឯងព្រោះខ្លាចថ្ងៃណាដែលយើងឆ្លោះគ្នាឬក៏បែកគ្នាខ្ញុំនឹងមិនអាចមានម្លែងនៅចាំលួងលោមដូចពេលកន្លងមកតើថ្ងៃដែលម្លែងបិទទូរស័ព្ទខ្ញុំទើបខ្ញុំភ្ញាក់ខ្លួនថាខ្ញុំបានបាត់បង់ម្លែងបាត់បង់ព្រោះតែភាពអាត្មានិយមរបស់ខ្លួនឯងពេលនោះឈឺណាស់ដឹងអត់ទើបតែសរសើរថាមិនចេះរអ៊ូរទាំមិនទាន់ផុតពីមាត់ផងជំងឺរអ៊ូរបស់គេក៏រើឡើងបាត់ឈឺក៏មិនស្មើខ្ញុំដែរខ្ញុំនេះឈឺឡើងរាប់ភ្លេចទៅហើយឯងមានសង្សារប្រមាណអ្នកខ្ញុំឈឺប៉ុណ្ណឹងដោឈឺបន្តិចបន្តួចសោះរអ៊ូម៉េះខ្ញុំដកដៃចេញពីប្រអប់ដៃរបស់គេរួចក្រោកឈរឡើងមកពាន់ដៃច្រត់លើបង្កាន់ដៃស្ពានវិញម្ដងហើយភ្លេចនៅតែសម្លឹងមើលផ្ទៃទឹកដដែលគេនោះខកចិត្តស្ដោកស្មានតែខ្ញុំលួងលោមគេតែបែរជាគេមកកាន់ថាឲ្យខ្ញុំវិញបន្ថែមគេក៏ប្រញាប់ក្រោកឈរតាមខ្ញុំហើយសម្លឹងមកមុខខ្ញុំជំនួសទេសភាពដ៏ស្រស់ស្អាតវិញម្ដងចឹងកុំឲ្យឈឺព្រោះតែអាឆេងម្នាក់នេះមានសង្សារថ្មីទៀតបញ្ចប់បញ្ហាដែលធ្វើជាសង្សាររបស់អាឆេងទៅមិនដែរអត់ទេខ្លាចពិបាកមើលមុខគ្នាថ្ងៃក្រោយខ្ញុំបដិសេធដល់គ្មានការគិតច្រើនហាឃើញគេភ្ញាក់ផ្អើលអញ្ចឹងខ្ញុំសោកខឹកគេក៏ដឹងថាខ្ញុំលេងសើចជាមួយគេប៉ុណ្ណោះលេងសើចណាស់យើងនឹងគេមកមុខខ្ញុំបែបចង់ប្រញិកតែមិនហ៊ានធ្វើអីជាសង្សារនឹងគ្នាតែមួយមុខមិនស្ទាវទេចង់បានយ៉ាងម៉េចគេលះហាស៊ូបញ្ជាក់ខ្ញុំងាកមកមើលមុខគេបន្តិចបន្តួចឆ្លើយចង់បានទាំងអស់ជា best friend ជាអ្នកប្រឹក្សាជាអ្នកចិត្តខាងជាអ្នកយកយោបល់ជាអ្នកលួងលោមជាអ្នកយកចិត្តនឹងហើយក៏ជាសង្សារនឹងគ្នាគេនិយាយបន្ថែមពេលខ្ញុំហួសពាក្យនឹងយូរពេកមិនទាន់ទេខ្ញុំបដិសេធទាំងបែរមុខចេញមិនអញ្ចឹងគេសួរខ្ញុំទាំងសំឡេងងក់ងងហើយរំកិលខ្លួនមកកាន់ចិត្តខ្ញុំកាន់តែគៀកខ្ញុំមិនយកមនុស្សប្រុសអៀនរៀនមិនដែរដឹងក្បាលកតុយទៅនៅណានោះទេមនុស្សរៀនមិនដឹងក្បាលកន្ទុយតែមានចិត្តស្មោះមិនដូចសិស្សថប់តែចិត្តព្រានឡើយល្អជាងគេដូរសង្សារមិនរើសខែមិនរើសឆ្នាំអីអញ្ចឹងខ្ញុំពេកមាត់ប្រកាសជាល្អជាងហើយព្រោះត្បិតតែអាឆេងដូរសង្សារមិនរើសពេលតែអាឆេងមិនដែលមានប្រវត្តិជីទូកម្ដងពីរក្នុងពេលតែមួយទេគេនិយាយឡើងជឿជាក់រួចបន្តហើយបច្ចុប្បន្នអាឆេងម្នាក់នេះកំពុងតែសុំស្រឡាញ់ម្នាក់ស្រីដែលជាអនាគតរបស់គេនៅថ្ងៃក្រោយសំដីបានណាស់សុទ្ធតែអនាគតស្អីមនុស្សល្អត្រឹមតែរូបសម្បត្តិពីសម្បកខាងក្រៅតែវាគេវាឯងពីនឹងហើយរៀងរកតែធ្លាក់អញ្ចឹងខ្ញុំមិនយកធ្វើជាអនាគតនាំតែពិបាករកលុយចិញ្ចឹមថ្ងៃក្រោយទេគេមិនតបតអីទៀតពេលខ្ញុំនិយាយចំចំណុចបែបនេះបើចង់ធ្វើជាសង្សាររបស់ម្លាយម្នាក់នេះក៏ឈប់ចោលមួយយៀតទៀតទៅហើយងាកមកខំរៀនឲ្យបានលេខល្អឲ្យខ្ញុំឃើញសិនមកមុនគេចាប់ផ្ដើមស្រស់បោះឡើងវិញដូចរុក្ខជាតិត្រូវទឹកអញ្ចឹងខ្ញុំក៏ដាក់លក្ខខណ្ឌបន្តហើយបើចង់ខ្លាចជាអនាគតរបស់ខ្ញុំប្រឡងបាក់ឌុបឲ្យជាប់និទេសល្អមានអាជីពត្រឹមត្រូវសិនទៅចាំមកសុំខ្ញុំម្ដងទៀតក៏មិនយឺតពេកដែរអូខេមុនខ្ញុំប្រឡងបាក់ឌុបម្លាយដៃហាមបើអាកាស
ឲ្យអ្នកណាបើសិនចង់ឲ្យឃើញអនាគតខ្លាយជាសិស្សនៅទេស A នោះព្រះហើយពងខ្ពស់ម៉េះសិស្សបាត់តារាងយកឲ្យបានលេខ1ក្នុងថ្នាក់សិនទៅលោកបងឆេងចាំពងខ្លាចជាសិស្សនិទេស A ពេលក្រោយខ្ញុំនិយាយលាយសើចទៅតិចទៀតសើចលេងសំហើយកូនជ្រូកដឺមួយដៃចំកណ្ដាលខ្នងតែដូចមុនអញ្ចឹងគ្មានសំឡេងស្រែកល្អូយឈឺទេមានតែស្នាមញញឹមឌឺដងរំលេចជីងពីផ្ទៃមុខស្រស់សង្ហាដែលបន្ថែម make up ស្នាមឈាមនិងស្នាមជាំស្ទើរតែពេញមុខរបស់គេដោយស្នាដៃរបស់រតនាអ្នកសិក្សានោះអីណែតែហ៊ានហៅអញ្ចឹងទៀតបោះទម្លាក់ក្រោមស្ពានហ្មងខ្ញុំក៏រៀមហើយធ្វើរឹកដូចចង់បោះគេទម្លាក់ចូលទឹកអញ្ចឹងមែនតែនចង់យ៉ាងម៉េចកូនជ្រូកគេមិនខ្លាចហើយនៅតែហៅខ្ញុំបែបហ្នឹងទាំងមុខឌឺទៀតឃើញអញ្ចឹងខ្ញុំនេះអត់ទ្រាំមិនបានក៏ប្រងលើកដៃក៏រកវាគេតែគេចាប់ដៃខ្ញុំជាប់ហើយនិយាយបន្តតែធ្វើមិនទៅទេពបុត្រដូចខ្ញុំលងសណាញ់កូនជ្រូកម្នាក់នេះបាត់ទៅហើយសំណោះខ្លួនណាស់អាកាឆេងខ្ញុំស្រែកហៅឈ្មោះគេទាំងខឹងតែគេក៏ទៀនខ្ញុំអោបដើម្បីគ្រប់គ្រងកំហឹងរបស់ខ្ញុំកុំឲ្យរីករាលដាល់កាន់តែខ្លាំងរួចពេលពាក្យផ្អែមលួងលោមបន្ថែមដើម្បីរំលាយកំហឹងក្នុងខ្លួនទេវបុត្រម្នាក់នេះនឹងខំរៀនឡើងវិញដើម្បីបញ្ជាក់ឲ្យកញ្ញាមុខម៉ាឡែនម្នាក់នេះតែម្ដងឃើញថាសម្ដីគេពិតជាមានឥទ្ធិពលមកលើកំហឹងខ្ញុំគេក៏សម្រេចចិត្តលាដៃលេងក្រសោបកាយខ្ញុំដូចមុនហើយលើកដៃខាងស្ដាំដោយក្តោបម្រាមដៃទុកឲ្យកូនជ្រូកនិងមេដៃជាសញ្ញាសុំសន្យាមកកាន់ខ្ញុំរួចឧទានឡើងដោយសម្លេងមោះមាត់សន្យាក្នុងជានាមកូនប្រុសយើងប្រសពភ្នែកគ្នាបន្តិចទើបខ្ញុំសម្រេចចិត្តលើកម្រាមដៃកូនមកភ្នាល់ដៃសន្យារួចយកមេដៃខ្លួនឯងផ្ដិតជាមួយមេដៃរបស់គេរួចឆ្លើយយកព្រមទទួលដឹងផ្ដិតមេដៃអនុម័តដោយកូនស្រីយាយប្រជុយខ្មៅគ្រាន់តែខ្ញុំអនុម័តចប់គេនឹងខ្ញុំសោចឡើងតាណាគ្នាព្រោះអស់សំណើរឿងយាយប្រជុយខ្មៅនឹងតែម្ដងហើយយើងក៏នៅទីនោះមើលថ្ងៃលិចរំលឹករឿងអតីតកាលដែលយើងធ្លាប់ឆ្លងកាត់មកជាមួយគ្នាជាច្រើនតនកាលចាប់តាំងពីពេលនោះមកខ្ញុំក៏ផ្ដាច់ការសន្យានឹងរតនាទោះជាគេព្យាយាមតាមខ្ញុំប៉ុណ្ណាក៏ដោយតែខ្ញុំមានអត្តបិឆេងជារនាំងនៅខាងមិនឲ្យគេចូលចោះឡើយចំណែករឿងឡាលីនវិញនោះអត្តបិឆេងបានដឹងដោយសារតែថ្ងៃដែលគេបាត់បង់ខ្លួនគេបានទៅភ្នំពេញមានធុរៈតាក់ទងការសង្គ្រោះបន្ទាប់ពីជំងឺយាយទួតរបស់គេហើយក៏ជួបឡាលីនដែលជាបងប្អូនសាច់ឆ្ងាយរបស់គេនៅមន្ទីរពេទ្យនោះដែរតែតាមពិតដំបូងឡើយឡាលីនជាសិស្សនៅសាលារៀនខ្ញុំតែបានបដូរទៅភ្នំពេញពេលរីថ្នាក់ទី10ហើយតំណែងតំណងនាងនឹងរតនៈជាតំណែងតំណងមិនបើកចំហដោយខាងស្រីមិនចង់ឲ្យអ្នកណាដឹងឮក៏ប៉ុន្តែកិច្ចមិនផុតពីកសែភ្នែករបស់លោកបងឆេងទៅបើគេច្រមុះពូកែហិតក្លិនសឹងអីនោះរីឯអ្នកដែលត្រូវរៀបរាប់ចុងក្រោយនោះគឺសិស្សប្រុសទេពហ៊ុនឆេងទេពបុត្ររបស់ខ្ញុំគេតាមពិតជាបានផ្លាស់ប្ដូរខ្លួនឯង180ដឺក្រេតាមពាក្យសន្យារបស់គេមែនតើទោះជាមិនទាន់បានលេខ1ក្នុងថ្នាក់ក៏ដោយក៏ប៉ុន្តែខ្ញុំត្រេកអរពេលដែលឃើញគេងាកមកខិតខំប្រឹងប្រែងរៀនបែបនេះហើយតំណែងតំណងពួកយើងក៏នៅដូចដើមជា bad friend នឹងគ្នាគ្រាន់តែបំពេញជាតួនាទីច្រើនជាងមុនបន្តិចគឺហ៊ូហែងគ្នាជាលក្ខណៈសង្សារតែម្ដងទោះនៅក្នុងព្រាមនាមជាអ្វីក៏ដោយ